ស្ដីបងប្អូនទាំងអស់គ្នាអត្ថបទប្រភេទនេះយើងត្រូវគូបកងចំណងជើង title heading នឹងឯងជាមួយនឹងព័ត៌មានអត្ថបទប៉ុន្តែនៅក្នុងនេះ instruction ក៏គេបាននិយាយច្បាស់ៗដែរថាជាទូទៅចំណងជើងនោះវាអាចមានច្រើនជាងកថាខណ្ឌនីមួយៗចឹងវាអាចនៅសល់តែនេះយើងត្រូវអាន instruction គេឲ្យបានច្បាស់មុននឹងយើងធ្វើលំហាត់តោះឥឡូវយើងចាប់ផ្ដើមនៅខាងឆ្វេងដៃ A B C ហើយនិង D E នៅខាងស្ដាំដៃនេះនឹងគឺជាព័ត៌មាននៃអត្ថបទនឹងនៃ paragraph នឹងប៉ុន្តែនៅខាងក្រោមនេះ list of heading នេះគឺជាចំណងជើងសំណួរនៃលំហាត់ហ្នឹងគឺចង់ឲ្យយើងផ្គូផ្គងព័ត៌មាននៃអត្ថបទនៃកថាខណ្ឌហ្នឹងជាមួយនឹងចំណងជើងឲ្យត្រូវតែដោយសារនេះជាការណែនាំទេចឹងខ្ញុំអត់ធ្វើជាអត្ថបទវែងៗនេះគ្រាន់តែធ្វើខ្លីៗដើម្បីអ្នកនរគ្នាយល់ទេណាជាទីមួយយើងត្រូវអានសិន paragraph 1 Paragraph 1គេនិយាយថា The internet has transformed global communication. Messages that once took weeks to deliver can now be sent instantly across the world through email and social media កន្លែងហ្នឹងគឺនិយាយពី internet ប្រព័ន្ធ social media វាផ្លាស់ប្ដូរការទំនាក់ទំនងរបស់មនុស្សឲ្យអាចទំនាក់ទំនងជាសកលបានអញ្ចឹងយើងមើល heading ទីមួយគឺនិយាយពី psychological effect of internet psychological effect នេះសំដៅទៅលើចិត្តសាស្ត្រឬក៏ផ្លូវចិត្តដែលប៉ះពាល់ដោយការប្រើ internet កន្លែងហ្នឹងអត់មាននិយាយពីផ្លូវចិត្តទេគេនិយាយតែពីទំនាក់ទំនងទេHeading ទី2 Future possibility of internet technology និយាយថាអនាគតនឹង internet ដូចទៅជាមិនប៉ុន្តែនេះក៏អត់មាននិយាយពីអនាគតដែរទី3 risk associated with online activity ហានិភ័យដែលចេញមកពីប្រព័ន្ធ online នៅក្នុង paragraph A ក៏អត់មាននិយាយពីហានិភ័យដែរទី4 The impact of the internet on global communication ចម្លើយនឹងអាចមានឥទ្ធិពលនៃ internet ទៅលើប្រព័ន្ធទំនាក់ទំនងជាសកលប៉ុន្តែយើងទុកសិនយើងត្រូវអានឲ្យអស់សិនទី5 How the internet has changed business practices សួរថាតើ internet ផ្លាស់ប្ដូរការរកស៊ីរបស់មនុស្សសម័យថ្មីយ៉ាងម៉េចនឹងក៏អត់មាននិយាយដែរចុងក្រោយ The history of internet invention និយាយអំពីប្រវត្តិនៃការកសាង internet កន្លែងហ្នឹងក៏មិននិយាយពីប្រវត្តិដែរវាគ្រាន់តែនិយាយថាទំនាក់ទំនងយ៉ាងម៉េចទេទាំងអស់គ្នាអាចមើល keyword នៅក្នុងប្រធានបទហ្នឹងប្រធានបទលេខ4ដែលយើងសង្ស័យមិញគេប្រើពាក្យ global communication Internet វាជាឥទ្ធិពលទៅលើ global communication ចំពោះ paragraph A ក៏ដូចគ្នាដែរ Internet គឺវា transform ក្នុងសំណួរគេមិនប្រើពាក្យ transform គេប្រើពាក្យ impact ឥទ្ធិពលអញ្ចឹងកន្លែងនេះនៃវាដូចគ្នាមានន័យថាវាជាឥទ្ធិពលវាធ្វើឲ្យមានការផ្លាស់ប្ដូរទៅលើការទំនាក់ទំនងជាសកលរបស់មនុស្សអញ្ចឹងចម្លើយកន្លែងហ្នឹង heading ដែលគួរតែដាក់ហ្នឹងគឺលេខ4 B However, this convenience comes with risk ទោះបីមិនក៏ដោយក៏ភាពងាយស្រួលវាមានហានិភ័យដែរ Online scam, misinformation, privacy breaches have increased rapidly in recent years, creating challenges for individual and government មានន័យថាទោះបីជាវាងាយស្រួលមែនប៉ុន្តែប្រើយូរទៅគឺវាមានអាចមានឥទ្ធិពលអត់ល្អដូចជា scam ព័ត៌មានមិនពិតឬមួយក៏យើងអត់មាន privacy គេលួច data អីជាដើមចឹងនេះគឺនិយាយពីហានិភ័យសរុបមកគឺហានិភ័យចាប់យកមូលន័យរួមនៅ list នៅ heading យើងមិញក៏យើងឃើញមានគេនិយាយពីហានិភ័យដែរគឺលេខ3 risk associated with online activity ហានិភ័យទាំងឡាយដែលជាឥទ្ធិពលមកលើមកលើអ្នកដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនឹងនៅលើ paragraph B ក៏គេប្រើដែរវាមកជាមួយនឹងភាពងាយស្រួល convenient ប៉ុន្តែវាក៏មានហានិភ័យខ្ពស់ដែរហើយទី3របស់យើង heading ទី3ក៏និយាយពីហានិភ័យដែរអញ្ចឹងវាត្រូវគ្នាអញ្ចឹងចម្លើយហ្នឹងគឺលេខ3 C. The internet has also revolutionized business. វាក៏មានការផ្លាស់ប្ដូរការរកស៊ីនៅក្នុងសម័យថ្មីដែរ Companies use e-commerce platform to reach international markets, while remote work has become more common due to online tools. ដោយសារតែ internet យើងអាចរកស៊ីតាមប្រព័ន្ធ online បានប៉ុន្តែវាជាឥទ្ធិពលទៅលើការធ្វើអាជីវកម្ម online របស់មនុស្សចំណេះដូចគ្នាលេខ4នេះគឺនិយាយពី Internet has changed business practices ពីមុនយើងលក់ offline ឥឡូវយើងលក់ online អាចលក់ពីទីណាក៏បានដែរគេប្រើពាក្យ e-commerce platform ដូចគ្នាអញ្ចឹងកន្លែងនេះលេខ5 D despite its benefit ទោះបីជាមាន benefit ម្លឹងក៏ដោយ overuse internet can cause problem វានៅតែមានបញ្ហាអញ្ចឹង psychologists warn that excessive screen time is linked to anxiety, sleep disorder, reduced attention span ទាំងអស់ហ្នឹងគឺបញ្ហាតាក់ទងជាមួយនឹងផ្លូវចិត្តទាំងអស់ anxiety sleep disorder អញ្ចឹងចម្លើយគួរតែ A ដោយសារ A យើងនិយាយពី psychological effect sorry ចម្លើយគួរតែលេខ1ដោយសារលេខ1ហ្នឹងគឺនិយាយពីហានិភ័យទៅលើផ្លូវចិត្តឬក៏ចិត្តសាស្ត្រមនុស្សនៅពេលដែលយើងប្រើប្រព័ន្ធអ៊ីនធឺណិតដល់ពេល paragraph E looking forward មកទៅមុខទៅទៀតអនាគតទៅ expert predict that artificial intelligence គឺ AI ហ្នឹង
បញ្ញាសមនិម្មិតនិង virtual reality វា further reshape how human interact with online វាមិនទាន់ដល់តែម្ដងទេប៉ុន្តែបណ្ដាទៅមុខទៅ AI ប្រព័ន្ធបញ្ញាសមនិម្មិតហ្នឹងគឺជាឥទ្ធិពលខ្លាំងទៅលើការទំនាក់ទំនងមនុស្សនិង internet offering both opportunities and new risks ហើយវាអាចមានទាំងហានិភ័យហើយនៅឱកាសដល់គ្នាពេលខ្លះអ្នកខ្លះឃើញពាក្យ risk នៅនឹងដែរគឺថាអូ risk ហ្នឹងទី3ដល់នេះត្រូវយកមូលន័យរួមមិនមែននៃតូចទេមូលន័យរួម risk ហ្នឹងគឺនៅ paragraph ទី2ទី2 paragraph B ដែលគាត់និយាយពី risk មានអីគេខ្លះ detail ហ្មងតែនេះគេគាត់និយាយថាអនាគតនៃ risk តែមានអីគេខ្លះគេនិយាយទេអ្វីដែលគេនិយាយគឺអនាគតគេមើលរំពឹងទុកថាអនាគតវាមានឱកាសហើយនឹងហានិភ័យជុំគ្នាចឹងកន្លែងហ្នឹងគួរតែ future possibility of internet technology បាននេះគេមិនប្រើពាក្យ future ទេគេប្រើពាក្យ looking forward វាចលាគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំត្រូវព្យាយាមចាប់យកមូលន័យរួមចម្លើយលេខ2